ស្វាគមន៍មកកាន់ដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍តាសាងបើសិនបើបងប្អូនជាអ្នកចូលចិត្ត camping បោះតង់កុំភ្លេចមើលវីដេអូនេះដល់ចប់បាត់ហើយសូមទោសផងដែរដោយសារតែវីដេអូនេះខ្ញុំថតដោយទូរស័ព្ទហើយកាត់ក្នុងទូរស័ព្ទទេអញ្ចឹងមិនសូវស្អាតប្រហែលទេកុំប្រកាន់យើងចេញដំណើរទៅខ្ញុំទៅដោយឡានទ្រីបលើកនេះជាមួយនឹងមិត្តភក្តិគ្នាយើងទាំងអស់6នាក់នេះជាទេសភាពតាមផ្លូវអានេះវាទៅចន្លោះជ្រាវហើយសូមបញ្ជាក់ថាជ្រាវហ្នឹងវានៅម្ដុំខាងអរ៉ាល់បងប្អូនពុំមូលអរ៉ាល់បត់ស្ដាំទៅហើយនេះជាផ្លូវចូលបើសិនបើបងប្អូនអ្នកដែលចូលចិត្ត camping ខ្ញុំ recommend ឲ្យទៅនឹងវាអត់សូវមានមនុស្សទេហើយត្រជាក់ខ្យល់បើយប់វិញខ្យល់ខ្លាំងបងប្អូនហើយនេះជាសកម្មភាពពេលទៅដល់ពួកយើងតម្លាក់អវ៉ាន់ចូលពីលើឡានបន្ទាប់ពីតម្លាក់អវ៉ាន់ចូលពីលើឡានហើយក៏អង្គុយលេងមើលទេសភាពរៀបចំតង់រៀបចំអវ៉ាន់ផ្សេងៗដើម្បីដាំស្រូវហើយក៏មានកៅអីដែរនេះកៅអីដែលពួកម៉ាក់ខ្ញុំគេយកទៅអាកៅអីតុបអង្គុយបងប្អូនអ្នកដែលចូលចិត្ត camping បើមានរលឹងមួយឈុតក៏ល្អដែរជាពិសេសបើសិនជាយើងទៅឡានអញ្ចឹងយកអវ៉ាន់ទៅកាន់តែច្រើនកាន់តែល្អហើយពួកខ្ញុំមិនមែនជាអ្នក professional ខាង camping ឯប្រហែលទេយូរទៅម្ដង2-3ខែអីអត់បានចេញ trip ម្ដងអ្នកខ្លះគេបង្កាត់ភ្លើងអ្នកខ្លះគេធ្វើម្ហូបហើយម្ហូបយើងលើកហ្នឹងមានម្ហូបពិសេសមួយមុខបើសិនជាបងប្អូនអ្នកចូលចិត្ត camping ខ្ញុំ recommend ម្ហូបហ្នឹងវាស្រួលធ្វើឆ្ងាញ់ហើយលឿនទៀតបងប្អូននេះទេសភាពនៅខាងទំនប់ប្រាសាទហ្នឹងឯងស្អាតមានភ្នំព័ទ្ធជុំវិញខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាធ្លាប់ទៅហើយកន្លែងហ្នឹងធ្លាប់ឃើញនៅតាម Facebook អីចឹងបើសិនបើមិនធ្លាប់ទៅទេហើយក៏លើកទឹកចិត្តឲ្យបងប្អូនទៅដែរបាទនេះទេសភាពបាទបន្ទាប់ពីហ្នឹងមកទៀតពួកយើងចាប់ផ្ដើមជួយគ្នាធ្វើម្ហូបម្នាក់មួយដៃមួយជើងហើយម្ហូបរបស់យើងឯហ្នឹងគឺសាច់គោអាំងដោតចង្កាក់បងប្អូនជាមួយនឹងហើយប្រុសស្អាតបាទកំពុងតែរៀបចំតង់តែមួយទេបាទគឺថ្វល់ពេញយ៉ាងឯងមិនដឹងថាស្អីជាស្អីទេខ្ញុំដោយសារតែដូចតែខ្ញុំបញ្ជាក់បងប្អូនចឹងមិនជាអ្នក professional ទេជាតែរៀបទៅហើយពួកគេធ្វើម្ហូបខ្ញុំអ្នករៀបតង់សូមបញ្ជាក់ដែរថាតង់មួយដេក2នាក់ឬក៏3នាក់ដោយសារអីយើងអត់សូវមានតង់ទេយើងមានតែតង់3តង់2ទេហើយគ្នា6នាក់អញ្ចឹងអ្នកខ្លះដេកក្នុងឡានខ្ញុំដេក2នាក់មិត្តភក្តិខ្ញុំហើយនេះគឺជាម្ហូបរបស់យើងបាទគឺសាច់ដោតចង្កាក់ហ្នឹងឯងជាមួយនឹងបន្លែជាមួយនឹងសាច់គោសាច់ជាប់ខ្លាញ់តិចគឺនិយាយពីថាជាតិតែម្ដងខ្ញុំចូលចិត្តញ៉ាំបានច្រើនជាមួយនឹងត្រជាក់តិចទៅបងប្អូនគឺអែមខ្លាំងមែនទែនបន្ទាប់ពីធ្វើហើយក៏ចាប់ផ្ដើមដាក់វាអាំងប្រើពួកអីអ្នកខ្លះក៏ក្លៀនអ្នកខ្លះក៏ផែបាយដែរយើងធ្វើដំណើរទៅបើពីពេញទៅប្រហែលជាដូចជា2ម៉ោងកន្លះហ្នឹងបងប្អូនមិនសូវជាឆ្ងាយមែនទេហើយនេះម្ហូបបន្ទាប់ពីយប់បើសិនបើអស់អាសាច់ចង្កាក់ចាប់តាមខ្ជិលហើយអញ្ចឹងម្នាក់គ្មានទេអាសាច់នៅសល់ហ្នឹងដាក់យកលេងដោតលេងអីបងប្អូនក្លៀនផងយប់នៅនោះគឺត្រជាក់ខ្លាំងមែនទេបងប្អូនអ្នកដែលធ្លាប់ទៅខ្ញុំប្រកាសប្របាក់ប្រាប់ថាទេសភាពស្អាតបែបណាហើយនឹងវាបែបម៉េចបងប្អូនបន្ទាប់ពីធ្វើហើយអស់ម្ហូបអីហើយយើងលាងខ្ទះលាងអវ៉ាន់ទុកដើម្បីចូលដេកព្រឹកឡើងនៃថ្ងៃទី2នៃដំណើរកម្សាន្តរបស់យើងគឺជាព្រឹកដ៏ស្រស់ស្រាយបំផុតបងប្អូនខ្ញុំចូលចិត្តអាកាសធាតុនៅនឹងខ្លាំងឃើញថតកន្លាប់កាមេរ៉ាទៀតនេះអង្គុយលេងយើងអង្គុយឈៀលជាមួយនឹងទេសភាពធម្មជាតិហើយជាមួយនឹងកាហ្វេផងដែរបើសិនបើអ្នកដែលចូលចិត្តញ៉ាំកាហ្វេគយគន់ទេសភាពគឺ perfect បងប្អូនខ្ញុំ rate ឲ្យ8 លើ 10គឺអែមខ្លាំងហើយខ្ញុំមានន័យទេបងប្អូនអង្គុយលេងអង្គុយស្រោបខ្យល់ហើយនឹងថតរូបទេសភាពពេលព្រឹកឡើងរួមជាមួយនឹង
គយគុណនឹងឯងមិនសូវមានអីច្រើនទេយើងអ្នកមិនសូវយើងអ្នក introvert បងប្អូនបន្ទាប់ពីនឹងមកក៏ញ៉ាំមីញ៉ាំកាហ្វេហើយនិយាយគ្នាលេងអីតិចតួចក៏រៀបអវ៉ាន់ត្រឡប់មកផ្ទះវិញខ្ញុំក៏ចាប់ផ្ដើមថត landscape បាន 4-5 ស្លឹកដែរដើម្បីទុកជាអនុស្សាវរីយ៍នេះគឺជាដំណើរកម្សាន្តដ៏ល្អក្នុងឆ្នាំនេះរបស់ខ្ញុំហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាបើសិនបើបងប្អូនមានពេលគួរចំណាយពេលជាមួយនឹងគ្រួសារជាមួយនឹងមិត្តភ័ក្តិជាមួយនឹងអ្នកដែលយើងគិតថាចង់មានតម្លៃសម្រាប់យើងទៅ enjoy ជាមួយធម្មជាតិ enjoy ជាមួយនឹងទេសភាពដែលប្រទេសខ្មែរយើងមានយើងមិនអាចចាំរហូតទៅដល់មានផ្ទះឬក៏មានរបស់របរឬក៏ទៅក្រៅប្រទេសទេយើង enjoy ជាមួយនឹងអ្វីដែលយើងមានគឺល្អបំផុតសម្រាប់ខ្ញុំផ្ទាល់បន្ទាប់ពីនឹងមកយើងក៏ញ៉ាំមីញ៉ាំកាហ្វេញ៉ាំអីហើយក៏រៀបចំអីវ៉ាន់ដែលយើងមាននឹងដាក់ឡានហើយក៏ត្រឡប់មកផ្ទះវិញប៉ុន្តែពេលត្រឡប់មកវិញហ្នឹងខ្ញុំបានទៅដំណើរកម្សាន្តនៅជ្រាវទឹកធ្លាក់ជ្រាវម្ដងទៀតហើយបើសិនបងប្អូនចង់មើលចាំទស្សនានៅវីដេអូក្រោយទៅវីដេអូដែលខ្ញុំទៅជ្រាវបាទអរគុណ